ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំធ្វើដំណើរទៅខេត្តកំពង់ធំហើយធ្វើដំណើរនេះគឺពីម៉ូតូមនុស្ស3នាក់មិន3ម៉ូតូមនុស្ស2នាក់ណាបងប្អូនកុំយល់ច្រឡំហើយតាមផ្លូវគឺទេសភាពស្អាតខ្លាំងមែនទែនណាបងក៏នាងខ្ញុំថតចែកជូនបងទស្សនាអញ្ចឹងទៅបងប្អូនហើយមានដើមត្នោតដើមឈើព្រៃព្រឹក្សានិយាយទៅយូរជិះម៉ូតូម្ដងគឺស្អាតខ្លាំងហើយមានទាំងស្ពានអីចឹងទៅទឹកហូរក្រោមស្ពានមានទឹករាល់ថ្ងៃល្ងាចព្រឹកទឹកហូរក្រោមស្ពាននេះជាកំណាព្យបងប្អូនទាំងគ្នាអើយបងប្អូនហើយជាតានេះទេកំណាព្យលេងសើចអីទេបងប្អូនហើយនិយាយទៅទេសភាពស្អាតខ្លាំងអរគុណបងប្អូនជួយ Subscribe ចំណែកនាងខ្ញុំផងណាបងប្អូនទាំងអស់គ្នានាងខ្ញុំមានវីដេអូជាច្រើនចែកជូនបងទស្សនាជាច្រើនទៀតអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយបងប្អូនពេញចិត្តនឹងទេសភាពបែបនេះអត់ស្អាតខ្លាំងមែនតើណាបងរសៀលថ្ងៃរសៀលអីអញ្ចឹងណាបងប្អូនទាំងអស់គ្នានិយាយទៅស្មានហ្នឹងវាអត់ទាន់ត្រជាក់ទេវានៅរះថ្ងៃទេប៉ុន្តែទេសភាពគឺស្អាតខ្លាំងមែនតើណាបងប្អូនទាំងអស់គ្នាបងប្អូនបើពេញចិត្តនាងខ្ញុំនឹងអាសាថតទេសភាពបែបស្អាតចែកជូនបងទស្សនាអរគុណជម្រាបលា